សាររ៉ូទ័របារីកានៅថ្ងៃប្រហ័សដែលដកស្រង់ប្រភពដែលដឹងឮពីអាវុធនេះថាសហរដ្ឋអាមេរិកកំពុងរៀបចំបន្តដឹកជញ្ជូនគ្រាប់បែកប្លង់ធុនតូចចម្ងាយឆ្ងាយហៅកាត់ GLSDB ទៅកាន់ប្រទេសអ៊ុយក្រែនឡើងវិញគ្រាប់បែកមានអង្កត់ផ្ចិតតូចអាចបាញ់ចេញពីផ្ទៃដី GLSDB ផលិតរួមគ្នាដោយក្រុមហ៊ុន Soyuz, Saab AB និងក្រុមហ៊ុន Boeing របស់អាមេរិកហើយគ្រាប់បែកប្រភេទនេះមានបំពាក់ប្រព័ន្ធ GPS សម្រាប់អ៊ុយក្រែនអាចបាញ់បានចម្ងាយ160គីឡូម៉ែត្រការប្រកល់គ្រាប់បែក GLSDB របស់អាមេរិកទៅឲ្យអ៊ុយក្រែនត្រូវបានប្រកាសជាលើកដំបូងដោយរដ្ឋបាលរបស់លោកប្រធានាធិបតី Biden នៅក្នុងខែកុម្ភៈឆ្នាំ2023ហើយត្រូវបានចែកចាយជាលើកដំបូងនៅក្នុងខែកុម្ភៈឆ្នាំ2024សារព័ត៌មាន Kyiv Independent បានចេញផ្សាយថាគ្រាប់បែក GLSDB ដែលទើបតែជំរុញកម្លាំងឲ្យកាន់តែខ្លាំងក្លាជាងមុនដើម្បីទប់ទល់ជាមួយនឹងការគំរាមកំហែងរបស់រុស្ស៊ីនោះអាចនឹងធ្លាក់ទៅដល់ដៃយោធាអ៊ុយក្រែននៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះដោយសារតែពួកវាមានរួចហើយនៅឃ្លាំងស្តុកសព្វវុធនៅទ្វីបអឺរ៉ុបបើតាមសេចក្តីរាយការណ៍បានឲ្យដឹងថាគ្រាប់បែក GLSDB នឹងពង្រីកសមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយដល់កងកម្លាំងអ៊ុយក្រែនបូករួមជាមួយនឹងមីស៊ីល Storm Shadow, Scalp and Atom ការបន្តផ្ដល់ជំនួយគ្រាប់បែក GLSDB នៅពេលនេះកើតឡើងចំពេលដែលមន្ត្រីអាមេរិកនិងអ៊ុយក្រែននិយាយថាប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្រដែលអាចវាយប្រហារក្នុងចម្ងាយ300គីឡូម៉ែត្រដែលផ្គត់ផ្គង់ដល់ទីក្រុងគៀវត្រូវបានបំផ្លាញអស់ហើយសរុបមកសហរដ្ឋអាមេរិកបានបញ្ជូនមីស៊ីលអាតាំតិចជាង40គ្រាប់ប៉ុណ្ណោះទៅឲ្យអ៊ុយក្រែនចាប់តាំងពីកងកម្លាំងរុស្ស៊ីរបស់លោកប្រធានាធិបតីពូទីនបានចាប់ផ្ដើមការវាយលុកពេញទំហឹងកាលពីខែកុម្ភៈឆ្នាំ2022